ស្ដីពុកម៉ែបងប្អូននឹងហើយខ្ញុំបាទភិរុនក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនពេលនៅនឹងពូជនៅនឹងថ្មីគឺនៅនឹងប្រហើហ្វីមនេះថ្មីរបស់ក្រុមហ៊ុន Expressit នឹងហើយពុកម៉ែបងប្អូននៅក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញពីពូជហ្វីមនេះថ្មីរបស់ក្រុមហ៊ុន Expressit ដែលពុកម៉ែបងប្អូនស្គាល់តែព្រួយក្រហមហើយចំការនេះដែរគឺដាំដុះដោយកសិករនៅខេត្តសៀមរាបគឺវាផ្លែច្រើនមែនទេបាទនៅនោះនេះដែរគឺសាច់របស់វាគឺហាប់ណែនល្អទៀតអញ្ចឹងបងប្អូនជ្រើសរើសត្រូវមិនខុសទេព្រោះមួយនេះប្រមូលទិញទាំងអស់គឺគាត់បានស្គាល់ហើយណាពេលគាត់នៅក្នុងហ្វីមនេះថ្មីរបស់យើងហ្នឹងហើយអញ្ចឹងយើងមើលទាំងអស់គ្នាឃើញថាផ្លែវាច្រើនឥឡូវគាត់ប្រមូលផលរួចហើយអញ្ចឹងទៅវាសល់រាងតូចអាធំគាត់កាត់អស់អូខេនៅក្នុងចំការនេះដែរគឺគាត់បានប្រើពូជអស់ចំនួន6កញ្ចប់អញ្ចឹងទិន្នផលប្រចាំថ្ងៃដែលគាត់ប្រមូលហ្នឹងគឺចន្លោះពី80ទៅ100គីឡូអញ្ចឹងទិន្នផលជាពូជមួយដែលដាំដុះបានពេញមួយឆ្នាំហើយធន់ទៅនឹងអាកាសធាតុរដូវក្តៅនិងរដូវវស្សាមួយទៀតអាយុកាលរបស់វាចន្លោះពី40ទៅ43ថ្ងៃគឺយើងបានប្រមូលផលហើយតែខ្លះពិសេសមួយទៀតហ្នឹងគឺផ្លែច្រើនផ្លែរបស់វាគឺមានសាច់ហាប់ណែនពណ៌ស្អាតនិងមានក្លិនឈ្ងុយប្រហើរតែម្ដងពេលរសជាតិនៅពេលដែលយើងបរិភោគហើយរសជាតិគឺវាឆ្ងាញ់ហើយមួយទៀតយើងអាចប្រមូលផលក្រោយពេលប្រមូលផលយើងអាចរក្សាទុកបានយូរផងដែរចំពោះនៅនងហ្វីមនេះថ្មីនេះគឺមានដងដើមរឹងមាំធន់នឹងជំងឺបង្កដោយវីរុសជាពិសេសគឺផ្ដល់ទិន្នផលខ្ពស់ចំណែកឯត្រួយរបស់វាគឺលូតលាស់បានលឿនហើយមានផ្នែកច្រើនទៀតទម្ងន់របស់វាក្នុងមួយផ្លែនេះគឺចាប់ពី158ទៅ220ក្រាមអញ្ចឹងមានទម្ងន់ធ្ងន់ហើយប្រវែងផ្លែក៏វែងទៀតគឺមានចន្លោះពី30ទៅ35សង់ទីម៉ែត្រហើយផ្លែរបស់វាគឺហាប់ណែនល្អផ្លែច្រើនប្រមូលផលយូរក៏ដោយក៏ទិន្នផលវានៅតែទិន្នផលនៅតែទទួលបានខ្ពស់ហើយជាពូជមួយដែលពេញនិយមនៅលើទីផ្សារចំពោះពូជនេះដែរគឺបងប្អូនអាចរកទិញបាននៅតាមឌីប៉ូចែកចាយធំឬក៏ឌីប៉ូនៅក្នុងតំបន់ដែលមានចែកចាយក្របពូជគឺគាត់នឹងមានលក់ហើយហ្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូហ្នឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេអរគុណបាយបាយ